តិចចង់ញ៉ាំស្ងោរណាំងើហើយស្ងោរណាំងើនឹងគឺខ្ញុំមិនមែនស្ងោរនឹងសាច់មាន់ទេបងប្អូនគឺខ្ញុំស្ងោរនឹងជើងជ្រូកបុណ្យដំបូងឡើយនឹងគឺខ្ញុំទឹកបេះស្លឹកក្រូចបេះជីអីទុកហើយទុកដាក់ជាមួយស្ងោរណាំងើរបស់ខ្ញុំណាបងប្អូនហើយជីនឹងក្រោយទាំងល្អណាបងប្អូនណាដូចខ្ញុំធ្លាប់ប្រាប់បងប្អូនថាចង់បានស្លឹកច្រើនអញ្ចឹងកាត់ផ្កាចោលគឺបានល្អពិតមែនណាបងប្អូនហើយជាមួយស្លឹកក្រូចនឹងក៏ល្អដែរបងប្អូនហើយដំបូងនឹងគឺខ្ញុំដាំទឹកស្រស់ជើងជ្រូកខ្ញុំចោលសិនណាស្រស់ជើងជ្រូកចោលសិនឲ្យអស់ក្លិនសាច់ជ្រូកក្លិនអីហ្នឹងឯងបងប្អូនឲ្យអស់ខ្លាញ់ដែរបងប្អូនហើយស្រង់ចេញលាងទឹកឲ្យស្អាតបានយកទៅស្ងោរបងប្អូនភាគច្រើនគឺខ្ញុំស្ងោររដងគឺស្ងោរងំនៅទាឬក៏ងំងើមាន់អញ្ចឹងណាប៉ុន្តែលើកនេះខ្ញុំធ្វើខុសពីរដងគឺខ្ញុំធ្វើណាំងើជើងជ្រូកហើយដំបូងឡើយដាក់ខ្លាញ់ហើយបំពងខ្ទឹមច្រាំហ្នឹងឲ្យឈ្ងុយបន្ទាប់មកខ្ញុំលេខខ្ទឹមពងទុកខ្លះទុកដាក់ពេលក្រោយហើយនៅខ្ទឹមខ្លះគឺខ្ញុំទុកស្ងោរនឹងតែម្ដងហើយដាក់គល់ស្លឹកគ្រៃស្លឹកក្រូចដែលខ្ញុំបេះពីក្រោយផ្ទះមុនមិញហ្នឹងកូរឲ្យឈ្ងុយហើយបានចាក់ជើងជ្រូកដែលស្រស់ហើយលាងទឹកឲ្យស្អាតនឹងចូលបងប្អូនហើយកូរឲ្យឈ្ងុយសពជាមួយស្លឹកគ្រៃស្លឹកក្រូចនិងខ្ទឹមពងនឹងហើយបន្ទាប់មកខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយស្ករកន្លះស្លាបព្រាបាយហើយនឹងម្សៅបន្លែនេះក៏ដាក់កន្លះស្លាបព្រាបាយដែរបងប្អូនហើយនឹងដាក់ទឹកត្រីដែរបងប្អូនទឹកត្រីគឺខ្ញុំប្រើទឹកត្រីកពោតរបស់ខ្មែរយើងហ្នឹងខ្ញុំដាក់2ស្លាបព្រាហើយបន្ទាប់មកកូរឲ្យឈ្ងុយបងប្អូនឲ្យរលាយគ្រឿងទេសដែលខ្ញុំដាក់មុនមិញអញ្ចឹងណាបងប្អូនបន្ទាប់មកទុកឲ្យខាសទឹកបន្តិចមករីងទឹកបន្តិចមកបានខ្ញុំចាក់ទឹកក្តៅដាំពុះចូលតែម្ដងបងប្អូនរហូតដាក់រងាស់ឲ្យផុយជើងជ្រូកហ្នឹងបងប្អូនបន្ទាប់មកខ្ញុំមកយកងំងើរបស់ខ្ញុំណាំងើរបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើប្រហែលជា3ឆ្នាំហើយបងប្អូនគឺ2គីឡូហើយនេះជាគីឡូទី1ដែលខ្ញុំប្រើអស់ពាក់កណ្ដាលម្ដងហើយគឺខ្ញុំស្ងោរលើកមុនម្ដងហើយលើកនេះនៅសល់តែប្រហែលផ្លែនេះទេបងប្អូនគឺខ្ញុំធ្វើម្ដងទៀតហើយខ្ញុំយកតែ2ផ្លែទេសម្រាប់ជើងជ្រូកមួយបងប្អូនមួយជើងជ្រូកទង្វែងតាំងពីកភ្លើដល់ក្រោមអញ្ចឹងឲ្យគេកាត់ទូចបងប្អូនហើយពីក្រូចណាំងើហ្នឹងគឺល្មមតែម្ដងហើយខ្ញុំដាក់ចូលជាមួយទឹកងំងើដែរណាបងប្អូនបានជូរជ្រះល្អបងប្អូនហើយបងប្អូនមើលនេះងំងើខ្ញុំធ្វើ3ឆ្នាំណានៅល្អទេបងប្អូននិយាយពីបើករោគមកឈ្ងុយតែម្ដងហើយជើងជ្រូករបស់ខ្ញុំនឹងផុយហើយបងប្អូនប៉ុន្តែខ្ញុំដួសពពុះចេញខ្លះសិនណាព្រោះអីពេលងាស់យូរទៅមានចេញពពុះមានអីខ្លះទៅហើយត្រូវតែដួសចេញខ្លះកុំឲ្យទឹកស៊ុបយើងមានពពុះអញ្ចឹងអត់ស្អាតអញ្ចឹងណាបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ងំងើ2ផ្លែនឹងចូលតែម្ដងហើយចាក់ទឹកណាំងើនឹងចូលជាមួយដែរឲ្យមានជាតិអញ្ចឹងណាបងប្អូនអូយនិយាយពីថាឈ្ងុយឆ្ងាញ់មែនតើណាបងប្អូនធ្លាប់តែធ្វើងំងើមាន់ងំងើទាអីចឹងណាពេលមកធ្វើជើងជ្រូកអូនិយាយពីឆ្ងាញ់ណាស់ហើយចុងក្រោយហ្នឹងគឺដាក់ខ្ទឹមពងដែលបានរំលែកទុកពាក់កណ្ដាលហ្នឹងគឺយកមកចាក់ពីលើស្លស្ងោររបស់យើងហ្នឹងគឺឈ្ងុយមែនតើណាបងប្អូនហើយបន្ទាប់មកនេះដួសដាក់មួយចានមកនិយាយពីថាឈ្ងុយណាហើយបន្ទាប់មកយើងរោយជីដែលបានបេះពីក្រោយផ្ទះមុនមិញបងប្អូនគឺខ្ញុំអត់ដាក់អីជីច្រើនទេខ្ញុំដាក់តែជីនឹងវងជាមួយនឹងស្លឹកខ្ទឹមទេនិយាយពីថាញ៉ាំទៅឡើងឈ្ងុយហ្មងវីដេអូស្ងោរងំងើជើងជ្រូកមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាបាយបាយ